ជំរាបសួរបងប្អូនប្រជាពលរដ្ឋជាទីគោរពរាប់អានបាទថ្ងៃនេះដែរខ្ញុំបាទនឹងលើកយកព្រះរាជប្រវត្តិរបស់ព្រះបាទស៊ីសុវត្ថិចោមចក្រពង្គមកបរិយាយចែកជូនបងប្អូនជាទីសន្តាប់ដូចតទៅព្រះបាទស៊ីសុវត្ថិចោមចក្រពង្គព្រះអង្គបានប្រសូតនៅថ្ងៃទី7ខែកញ្ញាឆ្នាំ1840ព្រះអង្គបានរាជាភិសេកនៅថ្ងៃទី24ខែមេសាឆ្នាំ1904ហើយព្រះអង្គបានគង់ប្រថាប់នៅនាប្រទេសសៀមនៅក្នុងព្រះជន្ម24ព្រះវស្សាព្រះបាទស៊ីសុវត្ថិទ្រង់បានឧបសម្បទាជាភិក្ខុនៅនាវត្តបវរនិវេសរាជវរវិហារនាទីក្រុងបាងកកបានមួយព្រះវស្សាព្រះជន្ម36ព្រះវស្សាទ្រង់ត្រូវបានតែងតាំងជាសម្ដេចព្រះមហាឧបរាជបរមបពិតក្រុងកម្ពុជាក្នុងព្រះជន្ម65ព្រះវស្សាទ្រង់បានឡើងគ្រងរាជ្យជាព្រះមហាក្សត្រក្នុងក្រុងកម្ពុជាបន្តពីព្រះបាទនរោត្តមដែលជាប្រជាខាហើយនៅក្នុងឆ្នាំ1927នាខែសីហាថ្ងៃទី9ព្រះអង្គបានសោយទីវង្គតក្នុងព្រះជន្មាយុ87ព្រះវស្សាដោយព្រះរូបមហារាជនៅក្នុងព្រះរាជវាំងនាទីក្រុងភ្នំពេញព្រះអង្គមានព្រះរាជបច្ឆាមរណនាមថាព្រះរាជានុកោដ្ឋនៅក្នុងរាជសម័យរបស់ព្រះអង្គបានទាមទារយកខេត្តចំនួន3អំពីប្រទេសសៀមមកវិញនោះគឺខេត្តបាត់ដំបង សៀមរាបនិងសេរីសោភ័ណ្ឌគូបញ្ជាក់ផងដែរថារូបសំណាកការប្រគល់ត្រឡប់មកវិញនៃខេត្តទាំង3នេះត្រូវបានដាក់តាំងនាវត្តភ្នំនាពេលបច្ចុប្បន្នគូបញ្ជាក់ផងទៀតដែរថាបន្ទាប់ពីព្រះបាទស៊ីសុវត្ថិចោមចក្រពង្គទ្រង់សោយទីវង្គតទៅនៅក្នុងចន្លោះឆ្នាំ1941ដល់ឆ្នាំ1946ប្រទេសសៀមបានកាត់ទឹកដីខ្មែរចំនួន4និងខេត្តឡាវចំនួន1ហើយបានបង្កើតទៅជាខេត្ត3របស់សៀមដែលមានឈ្មោះថាប្រាក់តាបងពិបូនសង្គ្រាមនិងខេត្តនគរចម្ប៉ាស័ក្តិនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946កិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងលុបចោលនៅសន្ធិសញ្ញាបារាំងសៀមឆ្នាំ1941ហើយឲ្យត្រឡប់ទៅប្រើព្រំប្រទល់ឆ្នាំ1907ជំនួសវិញការរៀបចំកំណត់ព្រំដែនឡើងវិញនេះគឺជាហេតុធ្វើឲ្យទឹកដីនៃខេត្តទាំង4និងត្រើយខាងកើតនៃទន្លេមេគង្គបានត្រឡប់មកកាន់ទឹកដីកម្ពុជាវិញខេត្តទាំង4នោះមានដូចជាខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែងសេចក្តីរៀបរាប់អំពីព្រះរាជប្រវត្តិរបស់ព្រះបាទស៊ីសុវត្ថិដោយសង្ខេបបែបខ្លីសន្មតទៅចប់ប៉ុណ្ណេះជួបគ្នានៅវីដេអូបន្ទាប់បាទសូម